បាទសួស្តីបងប្អូនចឹងនៅក្នុងថ្ងៃនេះគឺយើងជួបគ្នាតាក់ទងទៅនឹងជំពូកទី3អគ្គិសនីនិងម៉ាញេទិកមេរៀនទី1ជាតាក់ទងទៅនឹងដែននិងកម្លាំងម៉ាញេទិកបាទអញ្ចឹងតាក់ទងកន្លែងនេះយើង quiz តិចចឹងយើងរំលងសិនបាទតាក់ទងទៅនឹងរំលឹកមេរៀននេះគឺភ្ជាប់ link មួយនៅក្នុង link នេះតាក់ទងទៅនឹងចំណុចនេះយើងអាចដាក់ឈ្មោះណាបាទយើងអាចដាក់ឈ្មោះសម្រាប់ spin ទៅអញ្ចឹងពេលដែលគុណគ្រូយក slide ហ្នឹងទៅយើងអាចចុចចូលទៅក្នុង link នេះទៅយើងអាច spin spin បានนะครับកម្មវិធីនេះយើងអាចចាប់ជាក្រុមក៏បានបាទយើងអាចបែងចែកសិស្សជាក្រុមក៏បានឬក៏យើងអាចឲ្យសិស្សធ្វើបាទជាគូក៏បានដែរបាទអញ្ចឹងយើងអាចនៅកន្លែងនេះយើងអាច random វាបានណាហើយនេះសម្រាប់យើង spin មួយទៅបាទនេះយើងចង់បានអ្នកពីមកក្រុម2នាក់អញ្ចឹងយើងចុចទៅហ្នឹងលឿនហ្នឹងណាបាទអញ្ចឹងខ្ញុំភ្ជាប់នៅកន្លែងនេះគឺចុចទៅឃើញហើយបាទអូខេអញ្ចឹងតកតងទៅនឹងសំណួរណាបាទអញ្ចឹងយើងចុចឈ្មោះទៅឲ្យសិស្សឆ្លើយតាមនឹងទៅអាហ្នឹងណាបាទអឺសំណួរគេសួរថាដូចម៉េចដែលថាជំហានរលកបាទជំហានរលកដែលយើងតាមដោយលំដាជាបំលាស់ទីដែលរលកដល់មួយជុំឬក៏មួយលំយោលណាបាទចឹងយើងអាចសេឡំដាពីផៃលើកាឬក៏យើងអាចសេឡំដាស្មើនឹង VT បាទដែល V នេះគឺជាល្បឿនដំណើរនៃរលក T គឺជាខួបបាទនេះគឺជារលករបស់យើងបាទពីកំពូលគឺយើងបានមួយជំហានណាបាទនេះគឺជាសមីការបាទអញ្ចឹងបើគេឲ្យសេសមីការទូទៅនៃរលកជញ្ជុំបាទអញ្ចឹងយើងអាចទៅសេបូក1ដក1ទៅបូកករណីវាដាល់ទៅខាងឆ្វេងហើយដកករណីវាដាល់ទៅខាងស្ដាំណាបាទអានេះគ្រូសេបំបែកឲ្យការគឺជាមីគុណរលកហើយ x គឺជាទីតាំងដែលរលកគឺតាមអដេកបាទអញ្ចឹងយើងចូលដល់មេដែកបាទអញ្ចឹងនិយមន័យរបស់មេដែកបាទអញ្ចឹងឲ្យទៅវាអាចស្រូបឬក៏ឆក់ទាញដែកបានហ្នឹងយើងហៅថាមេដែកជាបាទជាមេដែករបស់យើងមានប៉ូល2គឺប៉ូល S និងប៉ូល N បាទអញ្ចឹងយើងទៅមើលរូបតិចទៅបាទនេះយើងនិយាយទៅទៅនឹងមេដែករបស់យើងណាបាទនេះទៅនឹងខ្សែដែនឥឡូវអូខេបើសិនជាយើងឲ្យមេដែក2បាទមេដែក2ឥឡូវគូបន្ថែមខ្សែដែនបាទនេះយើងបន្ថែមខ្សែដែនតិចទៅចុះពេលដែលយើងឲ្យមេដែក2បាទវាមានអីគេវាប៉ូលដូចគ្នាដាក់ចិត្តគ្នាវាច្រើនគ្នាចាញ់តែបើសិនជាករណីប៉ូលវាផ្ទុយគ្នាបាទប៉ូលផ្ទុយគ្នាវាមិនវាទាញគ្នាចូលហ្នឹងតែបើសិនជាយើងដាក់ S និង S មានថាប៉ូលវាដូចគ្នាអញ្ចឹងវាច្រើនគ្នាចាញ់ខ្សែដែនវាអាចចាប់គ្នាបានទេតែករណីដែលគ្រូ flip វាមួយបាទអញ្ចឹងនេះសិនករណីបាទករណីយើង flip ចោលមួយកន្លែងនេះសូមដាក់រួមបន្តិចបើដោយសារកម្មវិធីហ្នឹងយើង free អញ្ចឹងវាមានចេញពាណិជ្ជកម្មដល់ពេលដែលយើងប្រើណាបាទអានេះយើងចង់ add មេដៃថែមដែលយើងអាច add បានអាហ្នឹងណាបាទយើងចង់បិទពលឺដៃបានហើយយើងចង់ reset ឲ្យតាដើមក៏បានដែរអញ្ចឹងករណីទី1អានេះតកតទៅនឹងមុំមកលើខ្ញុំដាក់ប៉ុណ្ណេះចុះហើយនេះ
យើងដាក់ពល S និងពល N សិនចុះអន្តរកម្មរបស់វាមិនបាទពេលយើងបន្ថែមខ្សែដែនទៅមានន័យថាវាកាន់តែខ្លាំងទៅណាបាទអូខេអញ្ចឹងយើងបន្ថែមទៅវាកាន់តែខ្លាំងទៅបាទករណីដែលវាមានពលផ្ទុយគ្នាវាទីគ្នាចូលតែបើសិនជាគ្រូ flip អានេះមួយមានន័យថាបដូរពលអានេះអញ្ចឹងវានឹងអីគេបាទវានឹងច្រើនគ្នាចេញណាវាអាចចាប់គ្នាដូចមុនទៀតទេតែបើសិនជាយើងបដូរពលវាចាប់ភ្លាមមកអាហ្នឹងណាហើយយើងបដូរពលភ្លាមវាមិនបាទវាច្រើនគ្នាភ្លាមតែម្ដងណាបាទអានេះករណីដែលវាខ្លាំងវាអាចធ្វើឲ្យវិលបានណាបាទយើងទៅនេះតែបើសិនគ្រូ flip អានេះទៅអូខេអញ្ចឹងវាអាចចាប់គ្នាវារុញគ្នារហូតរុញអានេះគឺទុកតែមួយចុះយើងស្រួលមើលបន្តិចបាទអានេះបាទអញ្ចឹងយើង add ខ្សែយើងចង់ add ថែមអីយើងអាច add បានក្នុងហ្នឹងណាអញ្ចឹងយើងចង់ remove យើងអាច remove បានយើងទុកតែមួយក៏បានដើម្បីបង្ហាញណាអូខេអញ្ចឹងនៅខាងក្រោមនេះគឺយើងមានទ្រឹស្ដីមានរូបមន្តមានមួយចំនួនក្នុងហ្នឹងបាទនេះតកតងនឹងដែនបញ្ញត្តិណាបាទនេះគឺជារបាំលេខដែកបាទរបាំលេខដែកមួយយើងចង់បង្ហាញខ្សែដែនរបស់វាខ្សែដែនវាចេញពីពល N ចូលពល S យើងមើលតាមនេះគេតាមរូបណាមើលតាមរូបបាទតាមរូបរបស់យើងអូខេចឹងអានេះរបាំមេដែកនេះមេដែករាងអ៊ុយណាបាទឥឡូវយើងនិយាយតកតងនឹងសញ្ញាណមេដែកបាទតើមេដែកវាមានសញ្ញាណដូចមេដែកខ្លះបាទគេថានៅជុំវិញមេដែកគឺមានដែនមញេតិកបាទអញ្ចឹងដែនមញេតិកវាជាទំហំវិកតើជាមួយយើងនិយាយពីទំហំវិកតើយើងត្រូវគិតទៅលើទិសទិសដៅចំណុចចាប់ទិសទិសដៅនិង model របស់វាណាអានេះគ្រាន់ជារូបតំណាងទេអញ្ចឹងយើងទៅមើលរូបនៅក្នុងនេះគឺនៅក្នុងកម្មវិធី Java Lab បាទបើយើងនិយាយទាក់ទងទៅនឹងខ្សែដែនបាទចឹងដែនរបស់វាគឺវាមានគេវាមានជំវិញរបាំមេដែកចឹងណាចឹងវាចាញ់គេចាញ់ N ចូល S បាទនេះយើងប្រើទាក់ទងដូចជានេះយើងប្រើជាមិត្តសញ្ញាព្រួយវិញណាបាទអញ្ចឹងនៅក្នុងនេះយើងមានច្រើនណាបាទទាក់ទងទៅនឹងកម្មវិធីពិសោធន៍ផ្សេងៗមានច្រើននៅក្នុងកម្មវិធី Pad នេះសំទោសគឺកម្មវិធី Java Lab នេះគឺរបាំមេដែកទេណាអញ្ចឹងទាក់ទងទៅនឹងលក្ខណៈរបស់វាណាបាទអញ្ចឹងវាមានអីគេគឺវាមានដែនមញេតិកជុំវិញរបាំមេដែកអញ្ចឹងដែនគឺវាអត់ចេះតែមានទេមានន័យថាវានៅជុំវិញតែរបាំមេដែកទាំងទេអញ្ចឹងបើសិនជាដែនកាន់តែឆ្ងាយបាទមានថាចម្ងាយកាន់តែឆ្ងាយដែនវាកាន់តែខ្សោយទៅអាហ្នឹងណាបាទនេះដែនមញេតិកឯកសណ្ឋានបាទអញ្ចឹងយើងសិក្សាទៅលើមេដែករៀងអ៊ុយអញ្ចឹងដែនមញេតិកឯកសណ្ឋានគឺយើងសំដៅទៅលើដែនដែលមានទិសដៅហើយនឹងតម្លៃស្មើគ្នាណាបាទអញ្ចឹងយើងយកមេដែករៀងអ៊ុយមកសិក្សាគឺវាមានភាពងាយស្រួលណាបាទទូទៅមេដែករៀងអ៊ុយយើងអត់ដាក់ SN នេះតែនេះគ្រាន់តែរូបជាការតំណាងទេបើសិនជាយើងមានមេដែករៀងអ៊ុយមួយយើងអត់ដាក់អក្សរ S អក្សរ N ចំណាំអញ្ចឹងយើងធ្វើម៉េចដើម្បីកំណត់ពលរបស់វាណាអញ្ចឹងក្នុងលក្ខខណ្ឌដែលគេដាក់ពល S ពល N ឲ្យយើងដើម្បីកំណត់ពលទី1គឺយើងប្រើចរន្តអគ្គិសនីដើម្បីកំណត់ទិសដៅរបស់វាបាទព្រោះទិសដៅដែលមញេតិកគឺវាមានទិសដៅជាក់លាក់ណាបាទអញ្ចឹងយើងអាចប្រើវិធានដៃស្ដាំតាមវិធានដៃស្ដាំបានហើយមួយទៀតគឺយើងអាចយករបាំមេដែកដែលមានប៉ូលជាក់លាក់យកមកកំណត់បានបាទអញ្ចឹងបើសិនជាវា
ច្រើនគ្នាឧទាហរណ៍យើងដាក់ពោលរបារមេដែកពោល S ដាក់ទៅឃើញវាទាញគ្នាវាថាពោលហ្នឹងគឺពោល N ណាបាទប៉ុន្តែដោយឡែកបើសិនជាយើងយកមេដែកមួយទៅកាច់ជា2ជា3កណាត់ឧទាហរណ៍ចង់កាច់បែងចែកពោល S ពោល N ណាយើងអាចបែងចែកបានទេមានន័យថាពេលដែលយើងកាច់ទៅវាបង្កើតបានពោលខ្លួនឯងភ្លាមអាហ្នឹងណាបាទនេះយើងនិយាយតាក់ទងទៅនឹងដែលមានតិចផែនដីណាបាទនៅក្នុងលក្ខខណ្ឌនេះយើងតែងតែឃើញមកជួលមេដែកហ្នឹងចង្អុលទៅទិសខាងជើងជានិច្ចអញ្ចឹងវាចង្អុលទៅទិសខាងជើងជានិច្ចមូលហេតុអីបាទអញ្ចឹងបើយើងមើលទៅតាមរូបនេះអានេះមានន័យថាវាជាផែនដីមួយហើយប៉ូលខាងត្បូងនៃដែនមញេតិកគឺជាប៉ូលខាងជើងនៃភូមិសាស្ត្រអញ្ចឹងពេលដែលយើងដាក់ត្រីវិស័យទៅអក្សរត្រីវិស័យអាទិសខាងជើងរបស់វាគឺចង្អុលទៅលើរហូតបាទមានន័យថាចង្អុលទៅទិសខាងត្បូងនៃដែនមញេតិកតែវាជាទិសខាងជើងនៃភូមិសាស្ត្របាទអញ្ចឹងយើងទៅមើលរូបនេះមួយបាទអញ្ចឹងរូបនេះមួយយើងមើលនេះជាផែនដីមួយបាទបាទឥឡូវយើងបង្ហាញខ្សែដែនបាទខ្សែដែនគឺវាមានជុំវិញហ្នឹងហើយបាទនេះដែនកាន់តែឆ្ងាយវាកាន់តែខ្សោយទៅB បើសិនជាយើងដាក់កាន់តែជិតវាកាន់តែធំ B យើងមើល B ណាតែបើយើងដាក់កាន់តែឆ្ងាយមានន័យថាវាកាន់តែខ្សោយណាតកតងនេះរូបនេះយើងមើលរូបនេះមួយអញ្ចឹងនៅក្នុងរូបនេះយើងឃើញថាអានេះគឺជារបារមេដែកមួយផ្នែកខាងលើគឺប៉ូល S មានន័យថាបើយើងនិយាយពីទីតាំងភូមិសាស្ត្របាទផ្នែកខាងលើនេះគឺជាទិសខាងជើងហើយប៉ុន្តែទិសខាងជើងនៃផែនដីវាជាប៉ូល S នៃដែនមញេតិកបាទអញ្ចឹងហើយបានពេលដែលយើងយកត្រីវិស័យមកដាក់ណាអញ្ចឹងត្រីវិស័យនេះគឺវាចង្អុលទៅណាបាទអាពណ៌ក្រហមហ្នឹងវាចង្អុលទៅទិសខាងជើងរហូតបាទពណ៌ក្រហមចង្អុលទៅទិសខាងជើងឬក៏ពេលដែលយើងយកត្រីវិស័យមកដាក់នៅខាងលើអញ្ចឹងគឺវាប្រែប្រួលប៉ូលវាអញ្ចឹងករណីយើងទុកវាដដែលគឺវានៅតែអញ្ចឹងតែបើសិនជាយើងបដូរគេបដូរប៉ូលភ្លាមបាទត្រីវិស័យវាចាប់ផ្ដើមបដូរតាមមកណាបាទអញ្ចឹងតកតងនឹងចំណុចនេះហើយបានយើងអាចប្រើត្រីវិស័យដើម្បីកំណត់ទិសបានណាបាទជាងទៅមើលតទៀតបាទនេះតកតងនឹង solenoid ណាបាទអានេះតកតងនឹងដែនវិញ្ញាណតិចរន្តត្រង់បាទអញ្ចឹងដែនវិញ្ញាណតិចរន្តត្រង់យើងប្រើវិធីដៃស្ដាំដើម្បីកំណត់បាទកំណត់ទិសដៅចរន្តហ្នឹងណាយើងមើលទិសដៅចរន្តយើងអានេះជាខ្សែចម្លងត្រង់ណាបាទនេះខ្សែចម្លងត្រង់លើបាទសូមរីសិតវិញបន្តិចបាទកន្លែងនេះសូមរីសិតបន្តិចអានេះតកតងទៅនឹងខ្សែចម្លងត្រង់បាទអញ្ចឹងកំពង់រត់នេះគឺទិសដៅចរន្តហ្នឹងឯងអញ្ចឹងទិសដៅចរន្តបើយើងប្រើវិធានដៃស្ដាំមានន័យថាមេដៃយើងដាក់ឲ្យស្របជាមួយទិសដៅចរន្តហើយក្តោបម្រាមទាំង4បង្ហាញពីទិសដៅដែនមញេតិកអញ្ចឹងពេលដែលយើងដាក់ដៃស្ដាំទៅយើងដាក់បាទគឺយើងដាក់បែបនេះណាបាទដាក់បែបនេះអញ្ចឹងពេលដែលយើងដាក់បែបនេះយើងឃើញថាអានេះបើយើងដាក់ឲ្យត្រង់ទៅលើក៏បានតែបើសិនយើងដាក់ចេញមកចេះយើងមើលពីមុខចឹងមើលអត់ឃើញទេចឹងយើងអាចដាក់រៀងពីឆិតចឹងក៏បានបាទដាក់បែបនេះក៏បានស្រួលមើលជាងដាក់បែបនេះស្រួលជួយជាងមែនទេអញ្ចឹងមេដៃយើងដាក់ឲ្យស្របទៅដល់ចរន្តទៅចឹងឃើញថា B របស់យើងទៅណាបាទវាចូលក្នុងវាក្តោបចូលក្នុងវិញបាទអញ្ចឹងយើងមើលដែន
ហើយយើងឃើញដែនរបស់វាអញ្ចឹងមានដែនវារត់មកចេះអញ្ចឹងវាត្រូវហើយពេលដែលយើងអនុវត្តវិធានដៃស្ដាំហ្នឹងណាមេវាចូលក្នុងវិញណាបាទតែករណីគ្រូបដូរគេបដូរទៅដល់ចរន្តវិញបាទបដូរទៅដល់ចរន្តមានថាមេយើងមិនវិញមេយើងវាទៅពីចេះវិញណាបាទអញ្ចឹងពេលដែលយើងដាក់ខ្សែដែនទៅឃើញបាទវាទៅបែបនេះណាចឹងយើងដាក់ចេះអាចមើលឃើញរៀងប្រឆិតបន្តិចណាពេលដាក់ទៅលើមកចេះអូខេមួយទៀតអានេះយើងនិយាយទៅលើចរន្តគឺចរន្តវងបាទវាចរន្តវងថាខ្សែមានរាងជារង្វង់ណាបាទបើខ្សែមានរាងជារង្វង់វាបង្កើតបានជាចរន្តវងដែរហើយពេលដែលយើងប្រើវិធានដៃស្ដាំបាទបាទពេលដែលយើងប្រើវិធានដៃស្ដាំគឺយើងដាក់មិនបាទម្រាមទាំង4យើងឲ្យស្របទៅដល់ចរន្តចំណែក B គឺបង្ហាញពីទៅដល់ខ្សែដែនណាបាទហើយទាញបែបនេះក៏បានដែរតកតងទៅនឹងអានេះយើងមានតែពីរទេគឺយើងមាន E ហើយនឹង B ណាបាទហើយអានេះយើងមើលចរន្តប្រងសិនតកតងនឹងចរន្តវងគ្រូនឹងបង្ហាញsoftware មួយទៀតដែលវាមានលក្ខណៈងាយស្រួលជាងនឹងណាបាទអូខេឥឡូវយើងទៅមើលមកត្រួសតើនេះក្នុងរូបមន្តវាទេចឹងទៅត្រួសបាទអញ្ចឹងតកតងទៅនឹងការបង្ហាញ software គឺមានតែប៉ុណ្្នឹងទេអញ្ចឹងលោកគ្រូអាចយក software នោះទៅប្រើប្រាស់បានដើម្បីធ្វើការបង្ហាញសិស្សបន្ថែមណាព្រោះទូទៅបើសិនជាយើងនិយាយតែទ្រឹស្ដីសិស្សគាត់អត់ងាយយល់ទេតែពេលដែលគាត់មើលឃើញបែបនេះគាត់ថាប្រហែលជាគាត់ងាយយល់ជាងអាហ្នឹងគាត់អាចតាមទាន់ជាងយើងនិយាយតែទ្រឹស្ដីណាបាទអញ្ចឹងនេះជាកម្មវិធីជំនួយមួយដែលលោកគ្រូតាមជនបទឬក៏នៅតាមតំបន់ដាច់ស្រយាលដែលអត់មានសម្ភារៈពិសោធន៍មួយចំនួនអាចយកទៅប្រើប្រាស់បានឲ្យតែយើងមានផ្ទាំង slide ទៅហើយកម្មវិធីទាំងអស់ហ្នឹងសិស្សក៏អាចប្រើប្រាស់នៅក្នុងទូរស័ព្ទដៃបានដែរអាហ្នឹងបាទអញ្ចឹងនៅក្នុងវីដេអូនេះយើងបញ្ចប់តែប៉ុណ្្នឹងតទៅនឹងខ្លឹមសារមេរៀនយើងបាទអរគុណច្រើន